សំបនសន្សំកុសលបនបោកនិងបនកំបីបាត់បាបនោះគួរបាត់កំបីបើឃើញទេលោកថាបនបោកនិងបនកុំឲ្យវាបាត់ហ្នឹងមានន័យថាខំប្រឹងសន្សំខំប្រឹងធ្វើឲ្យកាន់តែច្រើនបោកចូលគ្នាទៅវាចម្រើនសេចក្តីសុខចម្រើនតាំងតពីបច្ចុប្បន្នរហូតដល់ប្រាក់លោកខាងមុខហើយអាបាបហ្នឹងគួរបាត់កំណំនេះបើកបាត់ហ្នឹងគឺបាត់ទ្វា3នៅខ្លួនយើងហ្នឹងទី1កាយទ្វាកុំឲ្យអាបាបហ្នឹងវាចូលតាមរយៈផ្លូវកាយឲ្យអាកាយហ្នឹងវាបដែតបដោយឲ្យដៃជើងយើងទៅលួចឆក់ប្លន់កັບកេងប្រវាញ់វាដំតបធាក់កាប់ចាក់អ្នកដតីអាហ្នឹងគេថាបាត់អាទ្វាកាយហ្នឹងកុំឲ្យវាមានអស់ហ្នឹងទៅគឺកាយយើងហ្នឹងល្អបាត់ទ្វាទី2ទ្វាវជ័យមាត់យើងនេះកុំនិយាយពាក្យមុសាវាបិសនៈវាចាពរុសវាចាសម្ភៈបលាបៈកុំរៀននិយាយកុហកភូតផលបោកប្រាស់ញុះញង់អ្នកដតីឲ្យគេក្រៅកាហាយដោយសារមាត់បាត់ទ្វាមាត់យើងមួយទៀតហើយអាទ្វាទី3ទ្វាចិត្តបាត់អាទ្វាចិត្តនេះកុំឲ្យវាចូលចិត្តខឹងក្រោតឈ្នាននេះក្តៅកាហាយតោសៈញឹកញោមចង់សុកឯងញោមទាំងអស់គ្នាអ្នកពងពឺហើយចង់សុករាល់ថ្ងៃក្តៅញឹកអីក៏អត់សូវទេណាប៉ុន្តែមានយៈកើតខ្លះដែរអត់មានតិចអញ្ចឹងមានតែយៈតូចអត់មានអ្នកយៈធំទេណាអត់មានទេចិត្តតាមានយៈធំទេអត់ទេហ្នឹងអាបើកភ្នែកមកពីងទឹកអស់5ចានអស់1រាវភ្នែកប្រពន្ធខៀវស្វែងមកចម្រៀងគេហៅយៈធំហើយបើយៈតូចគ្រាន់តែមួម៉ងដាក់គ្នាតិចតួចចឹងក៏ហីបាត់ទៅនឹងយៈតូចដោយលោកអីនេះកើតយៈដែរតែបើយៈម្ដងម្កាលដែរយៈតូចដូចតនេខឹងលោកនេនខឹងយាយជីក្នុងវត្តណាសាយៈឲ្យធ្លាក់អបាយភូមិណាញោមតោសៈហ្នឹងមិនមែននាំឲ្យយើងអត់បានសេចក្តីសុខបច្ចុប្បន្នហ្នឹងប៉ុណ្្នឹងឯងហើយតើណាខឹងហើយគឺអត់សុខទេអត់បានសេចក្តីសុខទេមិនបាច់លោកទេសនាទេយើងរៀនពិចារណាខ្លួនយើងសពថ្ងៃហ្នឹងទៅតែយើងខឹងក្រោតនឹងអ្នកណាម្នាក់ហើយគឺក្នុងខ្លួនយើងអត់បានសេចក្តីសុខទេមានស្អីក៏មិនសុខដែរដេកលើពូកក៏នៅមិនសុខនៅក្នុងម៉ាស៊ីនត្រជាក់ក៏នៅមិនសុខមានលុយកាន់ពេញដៃក៏នៅតែមិនសុខទៅហូបឆ្ងាញ់យ៉ាងម៉េចក៏នៅតែមិនសុខបើអារម្មណ៍ក្តៅកាហាយនឹងវាកើតឡើងក្នុងសន្តាននៃចិត្តយើងហើយអញ្ចឹងឯងបាទអាត្មាសួរញោមតែចង់សុខអត់ថាបើចង់សុខតើយើងហាត់ពុតលុតដំអប់រំចិត្តយើងនឹងកុំឲ្យមានទោសៈមូលចិត្តនៅក្នុងសន្តាននៃចិត្តកុំឲ្យមានអភិជាជាបាតៈគឺការខឹងក្រោបជាបាតឈ្នាននេះអ្នកដតីអាមិនខឹងទេប៉ុន្តែចូលចិត្តឈ្នាននេះគេអាហ្នឹងក៏អត់សុខដែរគឺបើកភ្នែកមកឃើញកូនគេរៀនសូត្រចេះដឹងគេធ្វើការធនាគារគេមានលុយគេធ្វើផ្ទះឲ្យឪម៉ែគេធំដុំឃើញគេរៀនសូត្រដល់បណ្ឌិតបណ្ឌិតស្អីខ្មោចស្អីអានឹងឲ្យវាខ្វៀលគោទៅសេះអសកមិនត្រង់សក់បានអញសងផ្សាយបណ្ឌិតនោះវាទៅបងលុយគេបានបណ្ឌិតទាំងមកនឹងយើងឃើញហើយឃើញតនេទេអត់ការងារធ្វើបណ្ដោយអាចិត្តនោះទៅឈ្នាននេះគេដល់កូនស្រីគេ3នាក់អា2នាក់គេទៅធ្វើការនៅកូរ៉េទៅស្រីមួយនោះគេទៅធ្វើការនៅថៃទៅគេរួមគ្នាធ្វើផ្ទះថ្មឲ្យឪគេប៉ុណ្ណាណីគេទៅធ្វើតែ2ឆ្នាំគេមកវិញគេធ្វើផ្ទះថ្មឲ្យឪគេចុះប្រាក់ខែអ្នកនៅកូរ៉េ